សារព័ត៌មានធំល្បីៗនៅលើពិភពលោកបាទគេបានចុះផ្សាយអំពីការបាញ់ប្រហាររបស់ទាហានថៃមកលើពលរដ្ឋខ្មែរបាទនៅភូមិព្រៃច័ន្ទបងប្អូនក្រោយពីទាហានថៃបើកការបាញ់ប្រហារសម្រាប់ពលរដ្ឋខ្មែរម្នាក់បាទនិងរបួសជាច្រើនអ្នកនៅភូមិព្រៃច័ន្ទបណ្ដាញសារព័ត៌មានធំបាទនៅលើពិភពលោកគឺគេបានចុះផ្សាយប្រងព្រាតបាទអំពីទង្វើដ៏ថោកទាបបាទរបស់ទាហានថៃបងប្អូនបាទដូចជាសារព័ត៌មាន AP បាទសារព័ត៌មាន AP របស់សហរដ្ឋអាមេរិកបានចុះផ្សាយដោយដាក់ចំណងជើងធំថាបាទ Cambodia and Thailand's border conflicts heats up again as Cambodian villager is reported killed បាទអញ្ចឹងបានន័យថាចំនួនព្រំដែនរវាងកម្ពុជានិងថៃក្តៅគគុកបានឡើងវិញខណៈមានរបាយការណ៍ថាពលរដ្ឋខ្មែរម្នាក់ត្រូវបានស្លាប់នេះគឺជាសារព័ត៌មាន AP របស់សហរដ្ឋអាមេរិកបានចុះផ្សាយអំពីទង្វើដ៏ថោកទាបរបស់ទាហានថៃដែលបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បាទរបស់ខ្មែរយើងបាទនៅឯភូមិព្រៃច័ន្ទបងប្អូនបាទហើយមានសារព័ត៌មានជាច្រើនទៀតដូចជាសារព័ត៌មាន Reuters បាទសារព័ត៌មាន Reuters នេះគឺជាសារព័ត៌មានដ៏ធំបាទហើយល្បីនៅលើពិភពលោកដែលគេបានចុះផ្សាយអំពីទាហានថៃផងដែរបាទដែលបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរផងដែរបាទហើយនឹងមានសារព័ត៌មានជាច្រើនទៀតបងប្អូនបាទដែលគេបានចុះផ្សាយបាទអញ្ចឹងបងប្អូនជួយ share ព័ត៌មាននេះទាំងអស់គ្នាបាទដើម្បីឲ្យពិភពលោកបានឃើញផងសារព័ត៌មានធំល្បីនៅលើពិភពលោកបាទគេបានចុះផ្សាយអំពីការបាញ់ប្រហាររបស់ទាហានថៃមកលើពលរដ្ឋខ្មែរបាទនៅភូមិព្រៃច័ន្ទបងប្អូនក្រោយពីទាហានថៃបើកការបាញ់ប្រហារសម្រាប់ពលរដ្ឋខ្មែរម្នាក់បាទនិងរបួសជាច្រើនអ្នកនៅភូមិព្រៃច័ន្ទបណ្ដាញសារព័ត៌មានធំបាទនៅលើពិភពលោកគឺគេបានចុះផ្សាយប្រងព្រាតបាទអំពីទង្វើដ៏ថោកទាបបាទរបស់ទាហានថៃបងប្អូនបាទដូចជាសារព័ត៌មាន AP បាទសារព័ត៌មាន AP របស់សហរដ្ឋអាមេរិកបានចុះផ្សាយដោយដាក់ចំណងជើងធំថាបាទ Cambodia and Thailand's border conflicts heats up again as Cambodian villager is reported killed បាទអញ្ចឹងបានន័យថាចំនួនព្រំដែនរវាងកម្ពុជានិងថៃក្តៅគគុកបានឡើងវិញខណៈមានរបាយការណ៍ថាពលរដ្ឋខ្មែរម្នាក់ត្រូវបានស្លាប់នេះគឺជាសារព័ត៌មាន AP របស់សហរដ្ឋអាមេរិកបានចុះផ្សាយអំពីទង្វើដ៏ថោកទាបរបស់ទាហានថៃដែលបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បាទរបស់ខ្មែរយើងបាទនៅឯភូមិព្រៃច័ន្ទបងប្អូនបាទហើយមានសារព័ត៌មានជាច្រើនទៀតដូចជាសារព័ត៌មាន Reuters បាទសារព័ត៌មាន Reuters នេះគឺជាសារព័ត៌មានដ៏ធំបាទហើយល្បីនៅលើពិភពលោកដែលគេបានចុះផ្សាយអំពីទាហានថៃផងដែរបាទដែលបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរផងដែរបាទហើយនឹងមានសារព័ត៌មានជាច្រើនទៀតបងប្អូនបាទដែលគេបានចុះផ្សាយបាទអញ្ចឹងបងប្អូនជួយ share ព័ត៌មាននេះទាំងអស់គ្នាបាទដើម្បីឲ្យពិភពលោកបានឃើញផង